នៅបងប្អូនថ្ងៃនេះនាំបងប្អូនទៅមើលសកម្មភាពដែលខ្ញុំធ្វើដំណើរទៅលេងនៅឯខេត្តកំពង់ចាមហើយនេះគឺជាផ្លូវដែលយើងធ្វើដំណើរទៅបងប្អូនហើយកំពង់ចាមមិនមែនជាកំពង់ចាមទីរួមខេត្តកំពង់ចាមទេគឺយើងធ្វើដំណើរចេញពីភ្នំពេញឆ្លងកាត់ស្ពានព្រែកតាមាក់ហើយយើងឆ្លងកាត់ខេត្តកំពង់ធំយើងបត់ស្ដាំចូលទៅខាងចកាលើតាមផ្លូវចកាលើបងប្អូនគឺយើងទៅតាមកំពង់ធំវិញអញ្ចឹងហើយបានយើងបត់ស្ដាំចូលទៅហើយនេះគឺជាទស្សនវិជ្ជានៅតាមផ្លូវបងប្អូនស្អាតណាស់ពិសេសគឺស្រុកចកាលើខេត្តកំពង់ចាមហ្នឹងគឺមានទេសភាពស្អាតដោយសារតែស្រុកនោះគេភាគច្រើនគឺជាអ្នកចកាដែលគេដាំដើមឈើហូបផ្លែច្រើនអញ្ចឹងណាហើយក៏មានអ្នកខ្លះក៏ធ្វើប្រកបមុខរបរធ្វើស្រែធ្វើចម្ការដែរនៅតាមផ្លូវហ្នឹងអញ្ចឹងណាហើយនេះគឺយើងឆ្លងកាត់ស្ពានក្រូចឆ្មាឬស្ពានក្រូចឆ្មាបងប្អូនហើយយើងមាននេះតាមផ្លូវនេះគឺកស៊ូហើយនេះគឺជារោងចក្រដែលគេដាំចេកណាចកាចេកបងប្អូនចកាចេកទិតពិតគឺគេបានកាប់វាចោលហើយនេះគឺជាកូនចកាចេកទេហើយនេះគឺវងមូលកន្លែងនេះគឺមានរូបចេកហើយមានរូបត្រេនទៀតអញ្ចឹងគេតំណាងឲ្យម្ដុំនេះគឺដឹងថាមានគេដាំចេកច្រើនហើយមានត្រេនមានអីអញ្ចឹងណានេះបងប្អូនអាចមើលគឺចកាគេច្រើនណាស់នៅតាមសងខាងហ្នឹងទៅជាក់ភ្នែកតែម្ដងពេលដែលយើងជិះនៅលើឡានជិះមើលអញ្ចឹងណាគឺវាប្លែកភ្នែកផ្នែកអារម្មណ៍សម្រាប់អ្នកភ្នំពេញឬក៏អ្នកខេត្តដែលមិនមានចកាបែបនេះណាគឺយើងមានអារម្មណ៍ថាប្លែកភ្នែកអញ្ចឹងដូចនៅស្រុកគេអញ្ចឹងណាហ្នឹងហើយសម្រាប់ខ្ញុំគឺស្រុកខ្ញុំអត់ដែលមានអញ្ចឹងឯងអញ្ចឹងដល់ពេលដែលយើងទៅឃើញគឺពិតជាប្លែកភ្នែកអារម្មណ៍អញ្ចឹងណាហើយផ្លូវហ្នឹងវាផ្លូវឡើងចុះដូចទៅមណ្ឌលគិរីដែរបងប្អូនផ្លូវឡើងចុះហើយនេះចុះទៅទៀតអានេះផ្លូវនេះចុះទៅទៀតដែរបងប្អូនចុះទៅទៀតដែរហើយគេដាក់សញ្ញាខ្លាចល្អអីនេះអញ្ចឹងណាហើយចុះទៅបងប្អូនយើងមើលពីក្នុងឡានទៅឃើញទេដូចមានភ្នំហើយដល់ឃើញទឹកទៀតនៅក្នុងទៅគឺស្អាតណាស់បងប្អូនស្អាតមែនតើអ្នកដែលមិនដែលបានឃើញទស្សនវិជ្ជាបែបនេះអស្ចារ្យដូចខ្ញុំថាអូស្រុកខ្មែរយើងមានកន្លែងមិនចាំបាច់ទៅណាឆ្ងាយទេធម្មតាខេត្តកំពង់ចាមក៏មានផ្លូវស្អាតមានទេសភាពស្អាតបែបនេះដែរកន្លែងនេះចុះចំណោតខ្លាំងណាបងប្អូនចុះចំណោតខ្លាំងជ្រៅនិយាយទៅឡានមិនបាច់ចាំជន់កែទេយើងប្រឡែងទៅយើងអបប្រាំងទៀតណាចូលទៅហ្នឹងអញ្ចឹងគឺនេះគឺនៅខាងឆ្វេងដៃរបស់យើងហ្នឹងគឺភ្នំដូចជាភ្នំហើយមានផ្ទះគេធ្វើនៅអែបជើងភ្នំហ្នឹងអញ្ចឹងណាគាត់គិតថាអូយើងទៅឃើញប៉ុណ្ណឹងចុះអ្នកដែលគេនៅនឹងរាល់ថ្ងៃអញ្ចឹងគេព្រលឹមឡើងបើកភ្នែកឡើងឃើញតែពណ៌បៃតងឃើញតែអីអញ្ចឹងណាអញ្ចឹងថាគេមានក្តីសុខប៉ុណ្ណាដែរណាបងប្អូនណាក្តីសុខខ្លាំងទៅបន្ទាប់មកយើងក៏បានមកដល់ផ្ទះបងនៅខាងខេត្តកំពង់ចាមហ្នឹងហើយកំពង់ចាមយើងនេះគឺនៅចិត្តកញ្ចេះដែរនៅឆ្លងតែបន្តិចទៀតដល់ខេត្តកញ្ចេះអញ្ចឹងវាឆ្ងាយដែរបងប្អូន200គីឡូជាងដែរពីភ្នំពេញទៅអញ្ចឹងវាមិនមែនចិត្តប្រមាណទេឆ្ងាយដែរហ្នឹងហើយនេះនៅក្រោមដើមស្វាយបងប្អូនមានស្វាយមានព្រីងមានអីនៅហ្នឹងជាមួយបងគាត់ដេករឹងលេងអីនេះអញ្ចឹងណាហើយខ្យល់តាសៀកមកអែមអញ្ចឹងអរគុណច្រើនបងប្អូន